Bácខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងបាទគឺថ្ងៃទី2ហើយអធិស្ឋានម្សិលមិញខ្ញុំមិនបានធ្វើវីដេអូដោយសារបាទជាប់បាក់ឡានមកសៀមរាបពុកម៉ែមីងបាទត្រូវមកសិក្ខាសាលានៅសៀមរាបនេះ 4-5 ថ្ងៃបាទថ្ងៃនៅក្នុងថ្ងៃនេះពុកម៉ែមីងបាទខ្ញុំបាទមានសបិនមួយចែកជូនទៅកាន់ពុកម៉ែមីងដែរបាទអញ្ចឹងគឺនៅក្នុងសបិនហ្នឹងគឺរបៀបថានៅសាលាអញ្ចឹងទៅយើងឃើញកូនសិស្សវាកូនសិស្សណាទី9អីចឹងណាពុកម៉ែមីងគាត់វាបាច់ឆ្លើយសក់វែងអីចងាងអីចឹងទៅពេលចឹងទៅយើងថាឯងមើលហើយឡើងតាទី10មកហើយដល់ខ្វិនមកអញខ្ញុំថាអញ្ចឹងណាទៅពេលទៅសាមមានអីគឺខឹងច្រឡោតគឺហៅមកវាយខ្ញុំដល់ពេលចុងក្រោយវាយកដំបងដូចកបិតកែអីបាទចុងក្រោយដូចបថៅវិញពុកម៉ែមីងវាគប់បថៅមកខ្ញុំហ្មងប៉ុន្តែខ្ញុំគិតផុតពុកម៉ែមីងបាទហើយគិតផុតអញ្ចឹងក៏បថៅនឹងក៏ផុតទៅមុខទៅហើយខ្ញុំក៏រត់ទៅយកបាទបថៅនឹងវិញដើម្បីមកហៅវាវិញហើយដល់ពេលរួចខ្ញុំអត់ទាន់ចាប់ទេខ្ញុំក៏វាថាយើងទុកធ្វើបោះតាំងប៉ណ្ដឹងខ្ញុំថាហ្នឹងខ្ញុំប៉ណ្ដឹងហ្នឹងជាប់គុកម្ដងហើយទៅខ្ញុំឲ្យនាយករងយុអីគាត់ជួយមើលអញ្ចឹងនៅធ្វើសាកសីធ្វើអីគាត់ថាហ្នឹងហើយអត់អីគាត់ធ្វើសាកសីធ្វើអីអញ្ចឹងទៅបាទហ្នឹងអញ្ចឹងសពិនរបស់ខ្ញុំគឺចប់ហើយពុកម៉ែមីងមានតែប៉ុណ្្នឹងទេជូនពុកម៉ែមីងហេងទាំងអស់គ្នា